បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបានឃើញគេបង្ហោះរឿងរបស់អ្នកអង្គម្ចាស់ស៊ីសវត្តធម្មកោដែលជាខ្សែរាជវង្សរបស់ខ្មែរយើងទៅថ្ងៃនេះឃើញមានគេបង្ហោះថាទ្រង់បានទទួលអត្តសញ្ញាណប័ណ្ណខ្មែរហើយដោយមានរូបថតទ្រង់ថតជាមួយនឹងមន្ត្រីដែលធ្វើអត្តសញ្ញាណប័ណ្ណឲ្យទ្រង់មែនទេប្រហែលថ្ងៃមុនយើងបានដឹងហើយថាអ្នកអង្គម្ចាស់ស៊ីសវត្តធម្មកោបានបង្ហោះនៅក្នុងគណនីផ្ទាល់ប៉ុន្តែទ្រង់ថាទ្រង់នៅស្រុកខ្មែរគឺប្រើប៉ាសពតបារាំងហើយទោះបីជាទ្រង់ជារាជវង្សខ្សែរាជវង្សខ្មែរឬនឹងជាសមាជិកព្រឹទ្ធសភាផងក៏ប៉ុន្តែទ្រង់អត់អាចទទួលបានអត្តសញ្ញាណប័ណ្ណទេហើយទ្រង់ក៏ព្យាយាមធ្វើមកច្រើនកន្លែងដែរប៉ុន្តែគ្មានអ្នកណាធ្វើឲ្យទ្រង់ស្ដាប់មកទៅវាដូចជារឿងអស់សំណើចដែរសម្រាប់ខ្ញុំគិតថាបងប្អូនអាចជាអស់សំណើចដែរវាថ្មីដែរអានេះខ្សែរាជវង្សនៅខ្មែរដោយសារប្រើប៉ាសពតបារាំងព្រោះទ្រង់ដូចជាមានសញ្ជាតិបារាំងបាទអញ្ចឹងទ្រង់ប្រើប៉ាសពតបារាំងក៏ប៉ុន្តែវាជារឿងមួយដូចថាអស់សំណើចផងក៏ដូចជាស្ដាប់មើលទៅវាដូចពិបាកទទួលយកមិនថាទ្រង់ជាខ្សែរាជវង្សក៏ដោយទោះបីជាយ៉ាងណាទ្រង់ក៏ជាពលរដ្ឋខ្មែរម្នាក់ដែរប៉ុន្តែវាជារឿងហួសចិត្តមួយដែលទ្រង់ព្យាយាមធ្វើអត្តសញ្ញាណប័ណ្ណច្រើនកន្លែងដែរប៉ុន្តែគ្មានអ្នកណាធ្វើឲ្យទ្រង់ក៏ប៉ុន្តែយ៉ាងណាក៏ដោយថ្ងៃនេះថ្ងៃទី28វិច្ឆិកា2025នេះទ្រង់បានទទួលអត្តសញ្ញាណប័ណ្ណហើយដោយមានមន្ត្រីនគរបាលបានធ្វើឲ្យទ្រង់ហើយក៏សូមចូលរួមត្រេកអរផងចំពោះទ្រង់ក៏ដូចជាដូចស្ដាប់មកទៅវាដូចជាពិបាកទទួលយកដែរបាទក៏ប្លែកចុងឆ្នាំ2025